ព័ត៌មាននេះកំពុងតែទាក់ទាញខ្លាំងព្រោះអាសង់ទីនបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រក្រោយពីឈ្នះអង់គ្លេស 2-1 ហើយនឹងត្រូវជួបក្រុមអេស្ប៉ាញសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Sport Plus Daily ថ្ងៃនេះដែរយើងនឹងនិយាយអំពីការប្រកួតដែលអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោកកំពុងរង់ចាំនោះគឺការប្រកួតរវាងអាសង់ទីនតទល់ទៅនឹងក្រុមអេស្ប៉ាញក្នុងវគ្គផ្ដាច់ព្រ័ត្រ FIFA World Cup 2026 អូខេបន្ទាប់ពីការប្រកួតដ៏អស្ចារ្យជាមួយអង់គ្លេសអាសង់ទីនបានត្រឡប់មកវិញជាមួយជ័យជំនះ 2-1 ដោយគ្រាប់បាល់ទី1ដោយគ្រាប់បាល់របស់ Enzo Fernandez និង Lautaro Martinez នៅចុងម៉ោង Lionel Messi បានរួមចំណែក